បាទសូមជម្រាបសួរបងប្អូនបាទស្វាគមន៍កម្មវិធីអូសម្បត្តិម៉ៃសជាតិបាទថ្ងៃនេះសូមលេងវ៉ែនតាបន្តិចបាទសារឈឺពេណែកបាទខ្ញុំចង់និយាយអំពីការប្រកួតបាទរវាងឌីមសរុំបាទនិងមហាម៉ាត់បាទកាលពីយប់មិញបន្តិចបាទដោយលទ្ធផលគឺបងប្អូនបានឃើញហើយបាទអ្នកដែលទទួលបានជ័យជំនះគឺមហាម៉ាត់បាទដោយឈ្នះពិន្ទុឯកច្ឆន្ទតែម្ដងបាទឆ្លើយឆ្លងកាត់ការប្រកួតពេញ5ទឹកខ្ញុំឃើញគូនេះបងប្អូនខ្លះគាត់ថាសមមហាម៉ាត់ទទួលបានជ័យជំនះហើយបាទបងប្អូនខ្លះគាត់ថាមិនសមទេបាទឌីមសរុំគឺជាអ្នកទទួលបានជ័យជំនះវិញការលើកឡើងរបស់អ្នកគ្រប់គ្រងបាទទៅវិញទៅមកនេះបាទគឺយើងមើលទៅលើការប្រកួតដែរបាទមើលទៅលើការប្រកួតដែរបាទការប្រកួតគឺហាក់បីជាមានភាពស្វិតស្វាញបន្តិចបាទហើយខុសប្លែកពីការប្រកួតបាទវគ្គទី1រឿងច្រើនបាទលើកទី1បាទលើកទី1ច្រើនអញ្ចឹងលើកទី1ឌីមសរុំឈ្នះបាទឌីមសរុំឈ្នះបាទលើកនេះគឺឌីមសរុំចាញ់បន្ទុបាទអញ្ចឹងដោយសារតែការប្រកួតបាទគឺស្វិតស្វាញនេះហើយដែលធ្វើឲ្យបងប្អូនបែងចែកមិនដាច់បាទថាអ្នកណាឈ្នះអ្នកណាចាញ់ប៉ុន្តែសំខាន់ទៅលើចៅក្រមបាទគឺគាត់បានដាក់ពិន្ទុហើយបាទគឺឯកច្ឆន្ទតែម្ដងបានន័យថាអ្នកដល់ពិន្ទុហ្នឹងគឺ5អ្នករបស់សហព័ន្ធហ្នឹងគឺផ្ដល់ឲ្យមហាម៉ាត់ឈ្នះទាំង5អ្នកតែម្ដងបាទដោយសរុបទាំង5ទឹកបាទទាំង5ទឹកហើយយើងមកមើលការប្រកួតវិញបាទលើកនេះបាទខ្ញុំឃើញប្លែកបាទប្លែកយ៉ាងម៉េចផ្នែកទី1គឺមហាម៉ាត់គាត់មិនដើរចូលដោយលើកមុនទៀតទេបាទមិនដើរចូលដោយការជួបលើកទី1ទេបាទទី2គឺមហាម៉ាត់អត់បុកពេកទេបាទអត់បុកអត់បដូរអីជាមួយនឹងឌីមសរុំពេកទេបាទអត់បដូរទេទី3បាទទី3បាទគឺអ្នកទាំងពីរវាយប្រយ័ត្នដូចគ្នាបាទវាយប្រយ័ត្នដូចគ្នាបាទចំណែកឯឌីមសរុំវិញបាទលើកនេះបាទគឺគាត់ប្លែកជាងលើកទី1បាទលើកទី1គឺគាត់ដកវាយច្រើនដោយសារតែមហាម៉ាត់បុកតទៅពេលមហាម៉ាត់គាត់អត់បុកឌីមសរុំគឺគាត់ចូលវិញបាទគាត់ចូលវិញបាទគាត់ចូលវាយវិញបាទគាត់ចូលវាយវិញបាទគាត់នឹងតាមច្រើនបាទគឺគាត់អត់ដកវាយទៀតទេបាទគឺគាត់តាមហើយលើកនេះខ្ញុំមើលឃើញថាឌីមសរុំគាត់ហាក់បីដូចជាបាទអត់រអាបាទអត់រអាបាទជាមួយនឹងមហាម៉ាត់ទេបាទអត់រអាទេដោយសារតែលើកទី1គឺគាត់ប៉ះគ្នាលើកទី1បាទប៉ះគ្នាលើកទី1គឺឌីមសរុំគឺគាត់នៅប្រយ័ត្នបាទនៅប្រយ័ត្នគាត់នៅរឿងខ្លាចអ្វីថាខ្លាចក្បាច់ណាមួយរបស់ក្បាច់ណាមួយរបស់មហាម៉ាត់អញ្ចឹងបាទគាត់អត់ទាន់ដឹងថាមហាម៉ាត់នឹងវាយយ៉ាងម៉េចអីយ៉ាងម៉េចបាទតទៅពេលលើកទី2ហ្នឹងគឺថាឌីមសរុំហាក់បីដូចជាជឿជាក់បាទគឺគាត់ដេញវាយហ្មងបាទគាត់ដេញវាយគាត់ចូលគាត់មានដកគាត់មានចូលគាត់មានអីចឹងហើយខ្ញុំមើលការប្រកួតរបស់គាត់ដូចអត់មានញញើតអត់មានថាខ្លាចមហាម៉ាត់ទេបាទគាត់ថាគាត់នឹងពិបាកវាយបន្តិចបាទពិបាកវាយយ៉ាងម៉េចបាទដោយសារតែមហាម៉ាត់យើងមើលទៅគឺកាយសម្បទារបស់គាត់ធំបាទធំបាទយើងមិនថាអូគេឈ្នះហើយធំគីឡូប៉ុនគ្នាគីឡូប៉ុនគ្នាប៉ុណ្ណាបាទព្រោះថាធ្វើគីឡូអញ្ចឹងបាទធ្វើគីឡូប៉ុនគ្នាតែយើងមិនមែនថាយកជាលេសអីទេតែយើងឃើញហើយបាទគឺមហាម៉ាត់កាយសម្បទាគាត់ធំជាងបាទអញ្ចឹងគឺឌីមសរុំគាត់រឿងពិបាកចូលដែរបាទរឿងពិបាកចូលដែរហើយមហាម៉ាត់លើកនេះគឺគាត់អត់ដេញពេកទេគាត់អត់បុកពេកទេបាទបុកបាទគឺងាយស្រួលវិញសម្រាប់ឌីមសរុំគាត់វាយយកបន្ទុកតទៅពេលមហាម៉ាត់អត់ចូលអញ្ចឹងឌីមសរុំគាត់ពិបាកដែរព្រោះមហាម៉ាត់គាត់រឿងវែងជាងបាទគាត់រឿងវែងជាងបាទគាត់រឿងធ្ងន់ជាងអញ្ចឹងទៅតែតើសារឌីមសរុំមួយគឺទឹកចិត្តរបស់គាត់បាទគឺគាត់អត់មានខ្លាចមហាម៉ាត់ហើយវាយមួយមហាម៉ាត់ពេញ5ទឹកយ៉ាងស្វិតស្វាញគឺអាចថាគាត់សមត្ថភាពរបស់គាត់មិនធម្មតាទេបាទសម្រាប់ឌីមសរុំបាទព្រោះយើងឃើញគីឡូ51ស្រុកខ្មែរយើងអត់ទាន់មានណាឈ្នះមហាម៉ាត់ទេអត់មានទេមានតែឌីមសរុំនេះមួយធ្លាប់ឈ្នះម្ដងបាទក្រៅប៉ុណ្ណឹងគឺអត់មានឈ្នះទេបើយ៉ាស៊ីនធ្លាប់មានចាញ់កីឡាករយើងចាញ់ហឹមគម្រាមចាញ់អីចឹងបាទហើយបាទសម្រាប់មហាម៉ាត់នេះអត់មានទេបាទអញ្ចឹងគឺឌីមសរុំគាត់ធ្វើបានល្អហើយបាទគាត់ឲ្យយើងមើលទៅគឺគាត់កម្លាំងនឹងស្ទើរជាងបាទហើយដល់ពេលគាត់ព្យាយាមដេញវាយបាទគេចាំត្រង់នឹងពិបាកដែរមហាម៉ាត់លើកនេះគឺគាត់អាចនឹងវាយតាមគ្រូប្រាប់វាយតាមយុទ្ធសាស្ត្របាទគឺគាត់អត់ចូលទេបាទដោយសារគាត់ដឹងថាសរុនគាត់ល្អឆ្មក់ល្អក្បាច់អញ្ចឹងគឺគាត់ចាំត្រង់វិញអញ្ចឹងឆ្មក់ទៅឆ្មក់មកបាទគឺទឹកពីទឹក3បាទទឹក3ខ្ញុំឃើញថាឌីមសរុំគាត់ល្អចាប់ដល់ពីទឹក3ទៅគឺគាត់ល្អបាទទឹក1គឺមហាម៉ាត់គាត់រឿងល្អបាទអញ្ចឹងគឺយុទ្ធសាស្ត្ររបស់កីឡាករបាទគឺគាត់ប្រហែលមិនបានបាទគឺគាត់ប្រយ័ត្នរៀងខ្លួន
ទើបធ្វើឲ្យការប្រកួតហ្នឹងគឺដាក់អត់សូវជក់ចិត្តបាទអត់សូវជក់ចិត្តបាទដែលបងប្អូនទន្ទឹងរង់ចាំច្រើនហ្នឹងគឺអត់សូវជក់ចិត្តបាទគឺរដងមហាម៉ាត់អត់ឲ្យបាយចឹងទេបាទមហាម៉ាត់គឺដឹងតែមិនថាកង់ចេញព្រាមកង់ធម្មតាទេឲ្យតែគោជួងទៅហើយឡើងតាមទឹករហូតមកទឹកទី1បុកទឹកទី2បុកទឹកទី3បុកទឹកទី4បុកបុកឡើងរហូតបាទបុកឡើងរហូតហើយអត់មានវាយបាទទប់មួយចឹងទេបាទគឺវាយគឺថាដូចតម្រៃចុះប្រេងអញ្ចឹងបាទកាលប៉ះជាមួយនឹងកីឡាករគីឡូ51ផ្សេងគឺគាត់វាយអញ្ចឹងបាទសម្រាប់មហាម៉ាត់គឺគោជួងគឺទៅហើយបាទគោជួងគឺទៅហើយបាទអញ្ចឹងគឺការវាយមួយឌីមស្រុំលើកនេះគឺគាត់បដូរច្រើនបាទបដូរច្រើនគាត់អត់សូវហ៊ានបដូរការសម្រុកទេបាទគឺគាត់ដូរទៅកាន់វាយយកបន្ទុកមួយបាទអញ្ចឹងនេះជាអ្វីដែលខ្ញុំមើលឃើញបាទសម្រាប់ការប្រកួតបាទកាលពីយុគមិញបាទប៉ុន្តែវាអត់សូវជក់ចិត្តដោយសារតែវាយយកបន្ទុកដូចគ្នាអត់សូវបដូរខ្លាំងណាបាទណាមួយ5ទឹកគឺគាត់អាចនឹងប្រយ័ត្នរៀងខ្លួនបាទគឺចង់ឈ្នះចាញ់ត្រឹមបន្ទុកអញ្ចឹងបាទព្រោះថាបើឲ្យស្លាប់ក៏ងាយដែរបាទពេលគាត់ស្វិតដូចគ្នាផងបាទហើយគាត់ចែកទេសផ្សេងគ្នាបាទអរគុណបាទនេះជាការយល់ឃើញរបស់ខ្ញុំទេបាទខុសទោះអីក៏អធិស្ឋានដែរហើយយើងចូលរួមសោកស្ដាយសម្រាប់សរុបបាទលើកនេះដែលគាត់បណ្ណាទទួលបានជ័យជំនះហើយក៏អបអរដល់មហាម៉ាត់បាទអរគុណបាទសម្រាប់ការតាមដានវីដេអូខ្ញុំបាទ